ចំនួននៅប្រចាំបូព៌ាបានវិវត្តទៅរកភាពស្មុគស្មាញនិងគ្រោះថ្នាក់បំផុតនៅពេលនេះគណៈដែលអ៊ីរ៉ង់បានប្រកាសជាផ្លូវការថាខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបទៅនឹងការវាយប្រហារតាមផ្លូវគោកដែលទីក្រុងតេហេរ៉ង់ចោទប្រកាន់ថាសហរដ្ឋអាមេរិកកំពុងរៀបចំផែនការសម្ងាត់បើទោះបីជាការចរចាជាសាធារណៈក៏ដោយលោក Mohammad Bagher Khalibas ប្រធានសភាអ៊ីរ៉ង់បានថ្លែងសារទៅកាន់ប្រជាជាតិថាអ៊ីរ៉ង់នឹងមិនទទួលយកការអាម៉ាស់ឬការចោទចាញ់ណាមួយជាដាច់ខាតលោកបានបញ្ជាក់យ៉ាងដាច់ណាស់ថាដរាបណាភាគីអាមេរិកនៅតែស្វែងរកការចោទចាញ់របស់អ៊ីរ៉ង់នោះការឆ្លើយតបរបស់យើងគឺមិនមានការសម្របសម្រួលឡើយសេចក្តីថ្លែងការណ៍នេះត្រូវបានគេមើលឃើញថាជាការបដិសេធចំពោះសម្ពាធពីសំណាក់ទីក្រុង Washington និងសម្ព័ន្ធមិត្តនៅឯទីក្រុង Washington សេចក្តីរាយការណ៍ពីសារព័ត៌មាន Washington Post គឺបាននិយាយថាមន្ទីរបញ្ញកោណកំពុងរៀបចំផែនការសម្រាប់ប្រតិបត្តិការវាយប្រហារតាមផ្លូវគោកដែលអាចនឹងអូសបន្លាយអស់រយៈពេលជាច្រើនសប្តាហ៍ជាក់ស្ដែងកងម៉ារីនរាប់ពាន់នាក់បានចាប់ផ្ដើមមកដល់តំបន់ប្រជុំបូព៌ារួចហើយដែលអមមកនៅជាមួយនឹងនាវាចម្បាំងប្រភេទដែលអាចចុះចតបានទោះបីជាយ៉ាងណាការសម្រេចចិត្តចុងក្រោយលើការដាក់ពង្រាយកងទ័ពចូលទឹកដីអ៊ីរ៉ង់នៅស្ថិតក្នុងភាពមិនច្បាស់លាស់ដោយអាស្រ័យទៅលើការអនុម័តរបស់ប្រធានាធិបតី Donald Trump ចំនួននេះមិនត្រឹមស្ថិតនៅរវាងសហរដ្ឋអាមេរិកអ៊ីស្រាអែលនិងអ៊ីរ៉ង់ប៉ុណ្ណោះទេប៉ុន្តែបានរាលដាលដល់រណសិរ្សជាច្រើនក្រុមហូធីនៅយេម៉ែនបានបើកការវាយប្រហារជាលើកដំបូងចូលទៅកាន់ទឹកដីអ៊ីស្រាអែលដែលបង្កើនការព្រួយបារម្ភលើសន្តិសុខផ្លូវសមុទ្រនៅច្រក Bab el-Mandeb និងព្រែកស៊ុយអែតអ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមអាកាសយ៉ាងឥតឈប់ឈរដោយផ្ដោតទៅលើឧស្សាហកម្មផលិតអាវុធរបស់អ៊ីរ៉ង់និងគោលដៅយោធានៅក្នុងប្រទេសលីបង់សោកនាដកម្មនៅក្នុងលីបង់នៅក្នុងការវាយប្រហារមួយលើទូរទស្សន៍អាល់ម៉ាណារបស់ក្រុមហេប៊ូឡាអ្នកសារព័ត៌មាន3នាក់និងទាហានលីបង់ម្នាក់បានស្លាប់យោធាអ៊ីស្រាអែលបានអះអាងថាម្នាក់នៅក្នុងចំណោមអ្នកសារព័ត៌មានទាំងនោះគឺជាប្រតិបត្តិការស៊ើបការសម្ងាត់របស់ក្រុមហេប៊ូឡាស្របពេលដែលមានការចរចាដល់ប្រយោជន៍តាមរយៈប្រទេសប៉ាគីស្ថានដំណើរការពិភពលោកទាំងមូលកំពុងប្រឈមនឹងហានិភ័យនៃវិបត្តិថាមពលដ៏ធំអ្នកវិភាគប្រមានថាប្រសិនបើការវាយប្រហារលើផ្លូវទឹកយុទ្ធសាស្ត្រនានានៅតែបន្តកើតមាននោះវានឹងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសកលដែលកំពុងជួបបញ្ហាអតិផរណារួចជាស្រេចគណៈដែលសហរដ្ឋអាមេរិកព្យាយាមបង្ហាញពីជំរឿនការទូតអ៊ីរ៉ង់វិញហាក់ដូចជាកំពុងត្រៀមខ្លួនសម្រាប់សង្គ្រាមរយៈពេលវែងចំនួនដែលបានសម្លាប់មនុស្សរាប់ពាន់នាក់នេះបានក្លាយទៅជាចំណុចក្តៅដែលទាមទារឲ្យមហាអំណាចពិភពលោកត្រូវស្វែងរកដំណោះស្រាយជាបន្ទាន់មុនពេលដែលអស្ថិរភាពនេះរាលដាលហួសពីការគ្រប់គ្រង